ពិតជាសរសើរបងស្រីមែនទែនដីរបស់គាត់អាចជាជាងផ្ទះហ្នឹងណានេះកន្លែងពួកខ្ញុំឈរភាសាជាមួយគាត់ហ្នឹងគឺគាត់ដាំបន្លែទាំងអស់ហ្មងហើយបន្លែរបស់គាត់មានច្រើនណាស់ដីរបស់គាត់មិនធំទេប៉ុន្តែគាត់ថាមកប្រឡោះហ្នឹងគាត់ដាក់ដាំតិចហើយគាត់ថាគាត់លែងទៅណាហើយគាត់នៅដាំបន្លែនៅនឹងវិញហើយថ្ងៃនេះពួកយើងមកហ្នឹងគឺដោយសារតែប្រទេសរបស់គាត់ជួបបញ្ហារឿងលួយតិចហើយយើងក៏មកទៅក៏ឃើញចំណុចមួយចំនួនដែលយើងអាចផ្ដល់ជាបច្ចេកទេសឬកាយនាំដោយទៅនេះអីគាត់ដាក់លេខមុខគូស្រស់អីចឹងយើងសូមឲ្យគាត់ទៅដាក់នេះវិញហើយយើងមើលច្បាស់ទៅលពៅរបស់គាត់ផ្លែធំណាផ្លែតាំងពីក្រោមដីលើអាកាសមានតាំងពីសណ្ដែកគួរមានច្រើនគាត់ដាក់ម្លុករបស់គាត់ផ្សេងពីគ្នាហើយឥឡូវមើលគ្នាយើងមើលសំបីតែតឡាចនេះមានហើយតឡាចរបស់គាត់ក៏មានដាំដែរហើយបងប្អូនដែលនៅជុំវិញហ្នឹងគឺមកទិញបន្លែពីគាត់ហ្នឹងហ្មងហើយគាត់ក៏បោះឲ្យគេហើយនេះមួយទៀតសំបីតែពពាយក៏មានដែរនេះពពាយចឹងណានៅកន្លែងរបស់គាត់ហ្នឹងគឺគាត់ដាំអត់ឲ្យសល់ហ្មងហើយគាត់ជួយចិត្តសាដូចជាបន្លែនេះអញ្ចឹងស្លឹកក្តោបគាត់ថាគាត់មិនទើបសាកដាំទេមានន័យមិនមែនតែស្លឹកក្តោបទេគឺបន្លែគាត់មិនទើបសាកដាំទេចឹងគាត់ជួយចិត្តសាមែនតើអ្វីដែលថ្មីអ្វីដែលលឺហើយប្រទេសរបស់គាត់ប្រទេសដៃនាងគាត់ថាតន់ណាពេលគេថ្លៃទៅតែប្រទេសនេះផ្លែច្រើនផ្លែប៉ុន្តែគាត់ថាវាជួបបញ្ហានេះរលួយដូចយើងបានប្រាប់តាំងពីដើមអញ្ចឹងយើងក៏បានផ្ដល់ជាការណែនាំមួយចំនួនជូនគាត់ដែរនេះត្រប់ផ្លូវគោក៏អញ្ចឹងដែរនិយាយទៅនៅកន្លែងកោះគាត់គឺមានសពហ្មងមានតាំងពីត្រប់មានទាំងពេញប៉ោះមានទាំងតសក់ស្រូវតសក់ផ្អសំបីអាឡឹកក៏មានដែរមានគ្រប់យ៉ាងតសក់នៅនេះគឺចិត្តទុំអស់ហើយគាត់ថាអត់ប្រើអីទេគាត់ថាធម្មជាតិសុទ្ធហ្មងគាត់មិនដឹងប្រើអីគាត់ខ្ជិលអញ្ចឹងគាត់ថាគាត់ដាំទុកហូបខ្លួនឯងផងហើយគាត់ថាគាត់ដាំសាកល្បងផងអញ្ចឹងគាត់អត់ប្រើអីទាំងអស់គាត់ដាក់វាធម្មជាតិយ៉ាងច្រើនដាក់ជីលមួកសត្វដូចជាអាចគូអីអញ្ចឹងមានលពៅមានអីនៅជុំវិញហ្នឹងហើយគាត់នៅឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់តើសើអ្នកនៅខេត្តស្រុកកណ្ដៀងគាត់អត់សូវមានដីធំទេប៉ុន្តែគាត់ថាគាត់ជួយចិត្តដាំហ្មងគាត់ទុកដីនេះហើយដូចជានេះផ្កាសាឡាត់ដល់ពេលដែលយើងទុកយូរទៅវាចេញផ្កាអញ្ចឹងហើយចេញផ្កាចេញផ្លែណាគេអត់ដែលឃើញ